ខ្ញុំសូមអំពាវនាវជួយចិត្តឯកជនទាំងអស់នៅទីនេះយើងត្រូវតែបងប្អូនត្រង់នេះខ្ញុំចង់សម្ដែងនៅការស្វាគមន៍ចំពោះការបដិញ្ញានិងការអំពាវនាវរបស់អ្នកអង្គការគិតមេជំរាបសួរលោកស្រីនិងនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅខណៈពេលដែលកម្ពុជាត្រូវការជាចាំបាច់នៅរដ្ឋបាលសារពើពន្ធមួយដែលទំនើបនិងឆ្លាតវៃប្រធានសភាពាណិជ្ជកម្មកម្ពុជាអំពាវនាវដល់វិស័យឯកជនឲ្យបំពេញកាតព្វកិច្ចបង់ពន្ធដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិអាកាសចរជាតិកម្ពុជាចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្របញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន20គ្រឿងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការត្រួតពិនិត្យនិងការប្រើប្រាស់របាយការណ៍ក្នុង FMISមានប្រសាសន៍នៅក្នុងវេទិកាពន្ធដារកម្ពុជាឆ្នាំ2026ក្រោមប្រធានបទការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអាយដាមបណ្ឌិតសភាចាអូនពាន់មនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថាក្នុងយុគសម័យ Digital កម្ពុជាត្រូវការជាចាំបាច់នៅរដ្ឋបាលសារពើពន្ធមួយដែលទំនើបនិងឆ្លាតវៃដើម្បីផ្ដល់ភាពងាយស្រួលតម្លាភាពនិងគណនេយ្យភាពជូនអ្នកជាប់ពន្ធត្រង់នេះខ្ញុំចង់សម្ដែងនៅការស្វាគមន៍ចំពោះការបដិញ្ញានិងការអំពាវនាវរបស់អ្នកអង្គការគិតមេសូមឲ្យវិស័យឯកជនទាំងអស់គ្នារួមគ្នាបង់ពន្ធឲ្យពង្រឹងអនុលោមភាពចំពោះការបង់ពន្ធនេះជាមួយគ្នានេះដែរខ្ញុំក៏ទទួលនៅសំណូមពរថាខាងរាជរដ្ឋាភិបាលជាពិសេសគណៈនាយកដ្ឋានពន្ធដារហើយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីគុណញឹមជាប្រតិភូរាជរដ្ឋាភិបាលទូទៅជាគណៈនាយកនៃគណៈដ្ឋានគយរដ្ឋបាលកម្ពុជានៅទីនេះដែរខាងប្រមូលចំណូលហើយនៅខាងពាក់ព័ន្ធជាមួយនឹងខាងផ្នែកពន្ធនេះបានមួយពន្ធនៅក្នុងស្រុកមួយសារពើពន្ធក្នុងស្រុកមួយទៀតពន្ធពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មអន្តរជាតិទាំងអស់គ្នាសុទ្ធតែមានតួនាទីហើយតួនាទីនេះពីរដែលទន្ទឹមគ្នាមកខាងគឺការប្រមូលចំណូលជូនរដ្ឋប៉ុន្តែខាងទៀតដល់នៅការសម្រួលពាណិជ្ជកម្មនិងបង្កនៅវិការភាពសេដ្ឋកិច្ចក្នុងហៅថា economic distortion មួយនេះធានាលើសមធម៌នៅសមភាពនៅក្នុងការបង់ពន្ធនេះហើយសម្រួលដល់សកម្មភាពនៃការវិនិយោគនិងការធ្វើធុរកិច្ចស្របពេលជាមួយគ្នានេះដែរប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកអ្នកអង្គការកិត្តមេងបានអំពាវនាវឲ្យផ្នែកឯកជនទាំងអស់ត្រូវចូលរួមអនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឲ្យបានត្រឹមត្រូវដោយចាត់ទុកចំណូលពន្ធគឺជាធនធានរួមដ៏សំខាន់ដែលផ្ដល់អំណាចដល់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការរក្សាស្ថិរភាពជាតិផងដែរខ្ញុំសូមអំពាវនាវជួយចិត្តឯកជនទាំងអស់នៅទីនេះយើងត្រូវតែបងប្អូនការបង់ពន្ធនេះយើងដើម្បីជួយកម្ពុជាយើងឲ្យរីកចម្រើននៅពេលដែលយើងខ្សោយប្រទេសយើងខ្សោយប្រទេសយើងមានមុខមាត់អានេះយើងត្រូវតែចាំទាំងអស់គ្នាជាមួយគ្នានេះលោកអ្នកអង្គការកិត្តមេងក៏ស្នើឲ្យអាជ្ញាធររួមទាំងអ្នកផ្ដល់សេវាផ្នែកពន្ធទាំងអស់ត្រូវបន្តលើកកម្ពស់ភាពងាយស្រួលតម្លាភាពនិងភាពជឿទុកចិត្តដល់ផ្នែកឯកជននៅក្នុងដំណើរការបំពេញកាតព្វកិច្ចបង់ពន្ធក្នុងព្រឹត្តិការណ៍ពិព័រណ៍អាកាសចរអន្តរជាតិ Singapore Air Show 2026 កាលពីថ្ងៃទី3ខែកុម្ភៈឆ្នាំ2026កន្លងទៅក្រុមហ៊ុនអាកាសចរជាតិកម្ពុជា Air Cambodia និងក្រុមហ៊ុនផលិតយន្តហោះយក្សរបស់អាមេរិក Boeing
បានប្រកាសជាផ្លូវការនៅកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះខ្នាតកណ្ដាលប្រភេទ737 ម៉ែកចំនួន20គ្រឿងនេះគឺជាការបញ្ជាទិញដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរស៊ីវិលរបស់កម្ពុជានិងជាលើកដំបូងដែលក្រុមហ៊ុនអាកាសចរក្នុងស្រុកសម្រាប់ជ្រើសរើសយកយន្តហោះ Boeing មកប្រតិបត្តិការយោងតាមកិច្ចព្រមព្រៀងនៅក្នុងបរិមាណនៃការបញ្ជាទិញនេះរួមមានការបញ្ជាទិញជាក់លាក់ចំនួន10គ្រឿងនិងសិទ្ធិក្នុងការបញ្ជាទិញចំនួន10គ្រឿងបន្ថែមទៀតនាពេលខាងមុខបើយោងតាមតម្លៃទីផ្សារនាពេលបច្ចុប្បន្នកិច្ចព្រមព្រៀងនេះអាចមានតម្លៃរហូតដល់ទៅប្រមាណ $2.4 លានផ្អែកលើតម្លៃយន្តហោះ Boeing 737 Max ក្នុងមួយគ្រឿងប្រហែល$120 លានគួរជម្រាបជូនថាចំពោះសមត្ថភាពរបស់យន្តហោះប្រភេទ Boeing 737 Max នេះអាចផ្ទុកអ្នកដំណើរបាន178នាក់និងមានសមត្ថភាពហោះហើរបានចម្ងាយរហូតដល់ទៅ6480គីឡូម៉ែត្របច្ចេកវិទ្យាថ្មីនេះនឹងជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនិងការបញ្ចេញឧស្ម័នពុលបាន 20% បើធៀបនឹងយន្តហោះជំនាន់មុន FMIS មិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិកាជាតិប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងជាឧបករណ៍សំខាន់នៅក្នុងការលើកកម្ពស់គណនេយ្យភាពតម្លាភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈព្រមទាំងការគាំទ្រដល់ដំណើរការធ្វើវិមជ្ឈការគ្រប់គ្រងថវិកាតាមបែប Digital នេះគឺជាការលើកឡើងរបស់តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងកំឡុងពេលរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការត្រួតពិនិត្យនិងការប្រើប្រាស់របាយការណ៍ក្នុង FMIS ជូនមន្ត្រីនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុប្រចាំក្រសួងស្ថាប័នដែលមានតួនាទីជាអ្នកបូកសរុបការអនុវត្តថវិការបស់អង្គភាពថវិកានៅថ្នាក់កណ្ដាលនិងមន្ទីរជំនាញកម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ចំនួន3រួមមានទី1ការបង្កើនការយល់ដឹងអំពីការប្រើប្រាស់របាយការណ៍និងទិន្នន័យហិរញ្ញវត្ថុក្នុង FMIS ទី2ការប្រមូលធាតុចូលសម្រាប់កែលម្អនិងអភិវឌ្ឍរបាយការណ៍ឲ្យឆ្លើយតបតាមតម្រូវការអ្នកប្រើប្រាស់និងទី3ការបញ្ជាអំពីសិទ្ធិចូលប្រើប្រាស់ទិន្នន័យអនុវត្តថវិការបស់អង្គភាពថវិកានៅថ្នាក់កណ្ដាលនិងមន្ទីរជំនាញរាជធានីខេត្តទន្ទឹមនេះវគ្គបណ្តុះបណ្តាលនេះនឹងចូលរួមចំណែកសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីហិរញ្ញវត្ថុនិងការប្រើប្រាស់ទិន្នន័យ FMIS សម្រាប់គាំទ្រដល់ការសម្រេចចិត្តនិងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាពសូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដានការផ្សាយកម្មវិធីព័ត៌មាន FMIS ប្រចាំសប្តាហ៍ពីដើមរហូតដល់ចប់កម្មវិធីរបស់យើងនឹងលើកយកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យានិងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS នៅកម្ពុជាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតសូមអរគុណនិងសូមជម្រាបលា